ជាពិសេសនោះគឺទីមួយនោះគឺចង់តំណាងឲ្យប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិដោយសារតែខ្ញុំគិតថាខ្មែររបស់យើងក៏មានសមត្ថភាពច្រើនបាទក៏ដូចជាបេក្ខជនរបស់យើងតែតាក់ពាក្យប្រឡងគឺសិតតែមានសមត្ថភាពដូចគ្នាតែយើងចង់ដឹងថាតើខ្មែររបស់យើងនៅលើឆាកអន្តរជាតិក៏ដូចកម្មវិធី Supra International ហ្នឹងតើយើងអាចទទួលបានបាទកន្លែងមួយណាដែលល្អសម្រាប់យើងដោយសារតែយើងទៅឆ្នាំមុនដូចជាយើងនៅអត់ទាន់បានជាមួយនឹងបាទ top ណាមួយទេអញ្ចឹងយើងសង្ឃឹមថាឆ្នាំនេះយើងរកបានជាមួយនឹងបេក្ខភាពដែលមានសមត្ថភាពដូចទាំងសម្រស់ដើម្បីទៅបង្ហាញទៅលើឆាកអន្តរជាតិឲ្យគាត់ដឹងឲ្យគេគិតថាខ្មែររបស់យើងក៏មានអ្នកស្អាតក៏មានអ្នកមានសមត្ថភាពក៏មានអ្នកដែលអាចលេចធ្លោនៅលើឆាកអន្តរជាតិបានដូចគ្នាបាទយូស៊ូរយូស៊ូបងបាទសុខសប្បាយបាទបាទសុខសប្បាយធម្មតាការងារឥឡូវរវល់ច្រើនទេបាទការងារឥឡូវរវល់ច្រើនគួរសមដោយសារតែថតរឿងថ្មីក៏ដូចជាទទួលប្រម៉ូទជលផលថ្មីច្រើនអញ្ចឹងរៀងរវល់ច្រើនហើយក៏រវល់ក្នុងការប្រកួតកម្មវិធី Supra នេះទៀតរឹតអាចជម្រាបបានថាតើមូលហេតុអ្វីដែលជាកម្លាំងបណ្ដាលចិត្តឲ្យរឹតត្រឡប់មកវិញ comeback មកវិញដោយសារតែការប្រកួតគឺរឹតប្រកួតឆ្ងាយមែនទែនបាទបាទស្រីស្រុកនោះពេញកំពង់ឆ្នៃបាទហើយជាជាង10ឆ្នាំមុន16ឆ្នាំហី16ឆ្នាំមកហើយបាទ Yes បងតែអ្វីដែលជំរុញឲ្យរឹតនឹកឃើញចង់ត្រឡប់មកចូលរួមប្រកួតជាមួយកម្មវិធីបរិយាវិញទីមួយគឺជាក្តីសម័យដែលខ្ញុំស្រឡាញ់តាំងពីខ្ញុំចូលដំបូងដោយសារតែខ្ញុំចូលដំបូងប្រឡងក្នុងស្រុកតែអត់ទាន់មានការប្រឡងក្រៅប្រទេសអីទេគ្រាន់តែស្រឡាញ់ចង់តំណាងឲ្យប្រទេសខ្លួនឯងទៅលើឆាកអន្តរជាតិឃើញគេប្រឡងចង់announceឈ្មោះខ្លួនឯងannounceបាទប្រទេសខ្លួនឯងទៅលើអន្តរជាតិបានដឹងថាខ្មែររបស់យើងក៏មានសមត្ថភាពខ្មែររបស់យើងក៏មានអ្នកស្អាតដែរហើយណាមួយទៀតខ្ញុំចង់ back មកវិញដោយសារតែខ្ញុំចង់មានរូបភាពស្អាតបាទនៅលើឆាកព្រោះខ្ញុំកាលពី16ឆ្នាំមុនអាចនិយាយបានថាយើងនៅក្មេងអត់ទាន់ចេះរៀបចំអត់ទាន់ចេះបាទក្នុងការប្រឡងយើងចេះតែទៅប៉ុន្តែឥឡូវនេះខ្ញុំចង់មានរូបភាពនៅលើឆាកដែលបែបមកគឺស្អាត professional ហើយអាចនិយាយបានថាយើងទៅឲ្យកូនចៅយើងមើលតទៀតថាប៉ាអញក៏ធ្លាប់ប្រឡងកម្មវិធីបរិស្អាតឬក៏កម្មវិធីសម្រស់អីយ៉ាងដែរអញ្ចឹងអាហ្នឹងគឺជាចំណុចទី2ដែលខ្ញុំតែងតែសម័យថាចង់បានមានរូបភាពខ្លួនឯងនៅលើឆាកស្អាតហើយជាពិសេសនោះគឺទី1នោះគឺចង់តំណាងឲ្យប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិដោយសារតែខ្ញុំគិតថាខ្មែររបស់យើងក៏មានសមត្ថភាពច្រើនបាទក៏ដូចជាបេក្ខជនរបស់យើងតែតាក់ពាក្យប្រឡងគឺសិតតែមានសមត្ថភាពដូចគ្នាតែយើងចង់ដឹងថាតើខ្មែររបស់យើងនៅលើឆាកអន្តរជាតិដោយកម្មវិធី Supra International ហ្នឹងតើយើងអាចទទួលបានបាទកន្លែងមួយណាដែលល្អសម្រាប់យើងដោយសារតែយើងទៅឆ្នាំមុនដូចជាយើងនៅអត់ទាន់បានជាមួយនឹងបាទ top ណាមួយទេអញ្ចឹងយើងសង្ឃឹមថាឆ្នាំនេះយើងរកបានជាមួយនឹងបេក្ខភាពដែលមានសមត្ថភាពដូចទាំងសម្រស់ដើម្បីទៅបង្ហាញទៅលើឆាកអន្តរជាតិឲ្យគាត់ដឹងឲ្យគេគិតថាខ្មែររបស់យើងក៏មានអ្នកស្អាតក៏មានអ្នកមានសមត្ថភាពក៏មានអ្នកដែលអាចលេចធ្លោនៅលើឆាកអន្តរជាតិបានដូចគ្នាបាទអូខេសំណួរបន្ទាប់បងនឹងចម្លើយថាប្រហែលជាអូខេពិតជាស្រួលតែផ្ដាច់គឺជាសំណួរដែលបងត្រូវតែសួរបាទ Supra National Cambodia ឆ្នាំ2026នេះបាទគឺបាត់ដុំទៅដល់យើងខ្លាំងច្រើនមែនទែនបាទបងបាទដូចជាបងអញ្ចឹងបាទយើងជាបាទតារាបង្ហាញម៉ូដអាជីពតារាសមាជិកបាទមកវិញបាទម្ចាស់ជីវភាពនៅក្នុងការគូបរិយាឯកក៏ត្រឡប់មកវិញបាទហើយមានជើងខាងជាច្រើនទៀតដែលគាត់បានត្រឡប់មកវិញចូលនៅក្នុងរដូវកាលនេះសម្រាប់រដ្ឋផ្ទាល់បាទតើមានអារម្មណ៍ថាតើជួបការលំបាកទេជួបជើងខ្លាំងអញ្ចឹងមានសម្ពាធខ្លះបាទតែតទៅនឹងការប្រកួតនៅក្នុងពេលនេះដូចជាបើសម្ពាធដូចជាអត់មានផងដោយសារតែការខ្ញុំមកប្រឡងនេះខ្ញុំគិតថាខ្ញុំចង់បានជ័យជំនះហើយតែបើថាឲ្យខ្ញុំត្រូវតែឈ្នះខ្ញុំអត់អាចដាក់សម្ពាធលើខ្លួនឯងក៏ដាក់សម្ពាធនៅលើថាត្រូវតែទទួលបានជាមួយជីវភាពល្អណាមួយទេអ្វីដែលយើងធ្វើបានតាមសមត្ថភាពរបស់យើងទៅតាមបទពិសោធន៍របស់យើងខ្ញុំនឹងខំប្រឹងធ្វើអស់ពីសមត្ថភាពប៉ុន្តែបើមិនសម្រាប់ខ្ញុំសមត្ថភាពរបស់ខ្ញុំសម្ដែងដូចជាបង្ហាញម៉ូដខ្ញុំដឹងថាខ្ញុំអាចទៅរួចហើយប៉ុន្តែយើងគិតថាវិស័យមួយនេះវាយ៉ាងថ្មីសម្រាប់ខ្ញុំដោយសារខ្ញុំអត់ដែរចូលទេការដែលខ្ញុំប្រឡង16ឆ្នាំមុនគ្រាន់តែជាការប្រឡងប្រកួតប្រជែងបែបលក្ខណៈនៅលើឆាកបែបធម្មតាអត់មានchallenge ក៏ដូចជាមានបញ្ចេញសមត្ថភាពអីផ្សេងទេអញ្ចឹងនៅវគ្គ Supra Cambodia របស់យើងគឺមានវគ្គ challenge ជាច្រើនក៏ដូចជាបញ្ចេញសមត្ថភាពជាច្រើនអញ្ចឹងខ្ញុំមានអារម្មណ៍ថារឿងប្លែកប៉ុន្តែបើឲ្យខ្ញុំថារឿងភ័យឬក៏អីអត់ទេដោយសារតែយើងជាតារាសម្ដែងស្រាប់ហើយយើងក៏ជាតារាបង្ហាញម៉ូដពិធីករអីទៀតអញ្ចឹងវាអាចថាវា easy សម្រាប់យើងប៉ុន្តែយើងក៏អាចមើលងាយកាយគូប្រកួតរបស់យើងបានដូចគ្នាដោយសារតែពួកគាត់ក៏មានសមត្ថភាពបែបពួកគាត់អ្នកផ្សេងក៏គាត់មានបែបផ្សេងរបស់គាត់អញ្ចឹងអ្វីដែលយើងត្រូវធ្វើពេលនេះគឺបង្រៀនសមត្ថភាពខ្លួនឯងក៏ដូចជាបង្ហាញនៅអ្វីដែលខ្លួនឯងមានទៅកាន់បងប្អូនដែលគាត់កំពុងតែរងចាំទស្សនាដូចជាកំពុងតែគ្រប់គ្រងរូបខ្ញុំផ្ទាល់តែម្ដងបាទអរគុណច្រើនបាទបងសុំអំពីការតាំងចិត្តតិចមកបាទចូលរួមប្រកួតលើកនេះដែលយើងដកខ្លួនឆ្ងាយពីការប្រកួតផ្នែកសម្រាប់បាទ16ឆ្នាំហើយបាទ
តើការតាំងចិត្តបាទនៅក្នុងលើកនេះបាទថានឹងបាទយកលទ្ធផលណាមួយឲ្យបានឬ Yes បងសម្រាប់ការតាំងចិត្តខ្ញុំដូចខ្ញុំនិយាយអំបញ្ញមិញថាខ្ញុំតាំងចិត្តថាខ្ញុំនឹងទៅយកទទួលជាមួយនឹងជ័យលាភីឲ្យបានប៉ុន្តែបើសិនជាក្នុងលក្ខខណ្ឌណាមួយដែលមិនទទួលបានជាមួយនឹងអ្វីដែលខ្ញុំបានគ្រោងទុកក៏គិតថាវាជាបទពិសោធន៍មួយសម្រាប់ខ្ញុំហើយក៏ខ្ញុំនឹងខំប្រឹងបន្តទៀតហើយអ្វីដែលខ្ញុំជឿជាក់លើខ្លួនឯងខ្ញុំគិតថាខ្ញុំនឹងអាចបាទទទួលបានជាមួយលទ្ធផលល្អណាមួយនៅក្នុងកម្មវិធី Supra Cambodia ឆ្នាំនេះដោយសារតែខ្ញុំដាក់ចិត្តដាក់កាយដាក់ពេលវេលាដាក់ថវិកាបាទដើម្បីចូលរួមក្នុងការប្រកួតប្រជែងមួយនេះដើម្បីដឹងពីសមត្ថភាពខ្លួនឯងថាខ្លួនឯងអាចដល់ចំណុចមួយណាអញ្ចឹងដល់ពេលដែលខ្ញុំទទួលបានចំណុចមួយណាដែលខ្ញុំគិតថាអូខេខ្ញុំចង់បានដូចជាវាស័ក្តិសមនឹងខ្លួនខ្ញុំអូខេខ្ញុំក៏សប្បាយចិត្តប៉ុន្តែបើសិនជាអត់ទទួលបានក៏ខ្ញុំគិតថាវាក៏ជាបទពិសោធន៍មួយយើងមនុស្សណាក៏ធ្លាប់បរាជ័យសម្រាប់ខ្ញុំក៏ធ្លាប់ជួបរឿងបរាជ័យច្រើនទម្រាំខ្ញុំមកដល់សប្តាហ៍ថ្ងៃអញ្ចឹងបើសិនយើងជួបការបរាជ័យម្ដងទៀតក៏វាជារឿងធម្មតាអាចជឿថាវាជាបទពិសោធន៍ពេលដែលយើងពិបាកហើយយើងនឹងគិតថាអូទៅមុខទៀតយើងនឹងបានបែបណាវាស្រួលអញ្ចឹងវាអត់អីទេសម្រាប់ខ្ញុំតែការតាំងចិត្តរបស់ខ្ញុំនៅតែមុតមមថាខ្ញុំនឹងបានទទួលជាមួយនឹងកន្លែងណាមួយដែលល្អនៅក្នុងកម្មវិធី Supra Cambodia មួយនេះបាទអរគុណច្រើនបាទចុងក្រោយមានអ្វីចង់ប្រាំផ្ញើដល់អ្នកគ្រប់គ្រងរបស់រដ្ឋបាទគាត់ជួយគ្រប់គ្រងដល់តាមចិត្តរបស់រដ្ឋបាទនៅក្នុងការប្រកួតមួយនេះបាទជាចុងក្រោយអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគ្រប់គ្រងខ្ញុំមិនថាកម្មវិធីអីផ្សេងទេការសម្ដែងរឿងក៏ដូចជាការបង្ហាញម៉ូដជាពិធីករឬក៏អីទេក៏កាន់តែគ្រប់គ្រងរយៈពេល16ឆ្នាំនេះទើបបាទមានបងប្អូនទើបមានខ្ញុំមកដល់ថ្ងៃនេះអរគុណសម្រាប់ការស្រឡាញ់ក៏ដូចជាជូនពរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជួបតែសុខសប្បាយក៏ដូចជាមានបាទសុខភាពល្អអ្វីកាន់តែពិសេសចូលរួមគ្រប់គ្រងរូបខ្ញុំបាទក្នុងកម្មវិធី Supra Cambodia ឆ្នាំនេះបន្តតែម្ដងគ្រប់គ្រងរូបខ្ញុំបាទដើម្បីបន្តជាមួយនឹងវគ្គបន្តទៀតអរគុណបាទអរគុណច្រើន